បាទប្រិមិត្តជាបន្តទៅទៀតនេះសូមជូនព័ត៌មានគួរជាទីចាប់អារម្មណ៍ជាបន្តទៀតពាក់ព័ន្ធជាមួយនឹងស្ថានភាពព្រំដែននៅកម្ពុជាសៀមហើយព័ត៌មាននៅថ្ងៃនេះគឺយើងនឹងលើកយកអំពីព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាកាលពីម្សិលមិញបាទគឺថ្ងៃទី27ខែធ្នូឆ្នាំ2025បាទប្រិមិត្តនៅក្នុងនោះយើងឃើញមានមិត្តភ័ក្តិបរទេសជាច្រើនបានចេញសារស្វាគមន៍ក៏ដូចជាអបអរសាទរហើយអ្វីដែលយើងខកចិត្តជាទីបំផុតនោះប្រិមិត្តគឺពួកគាត់បានចេញសារអបអរសាទរនៅក្នុងអំឡុងពេលដែលមានកិច្ចព្រមព្រៀងសន្តិភាពក៏ប៉ុន្តែនៅពេលដែលកំពុងមានសង្គ្រាមបាទម្នាក់គឺស្ងាត់បាទដូចត្រូវគេបិទមាត់អញ្ចឹងបាទអញ្ចឹងខ្ញុំសូមអាននៅព័ត៌មាននេះដោយព័ត៌មាននេះគឺចេញផ្សាយដោយសារព័ត៌មាន CNC បាទទី1គឺក្រសួងការបរទេសអូស្ត្រាលីបានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះបទឈប់បាញ់រវាងកម្ពុជានិងសៀមបាទតាមរយៈគេហទំព័រផ្ទាល់ខ្លួនរបស់ក្រសួងការបរទេសនិងពាណិជ្ជកម្មនៃរដ្ឋាភិបាលអូស្ត្រាលីបានឲ្យដឹងថាប្រទេសអូស្ត្រាលីសូមស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅពិសេស JBC លើកទី3រវាងកម្ពុជានិងសៀមកាលពីថ្ងៃទី27ខែធ្នូរួមទាំងការព្រមព្រៀងទៅលើបទឈប់បាញ់ជាបន្ទាន់ដើម្បីការពារជនស៊ីវិលចាប់ផ្ដើមឡើងវិញនៅការកំណត់ខណ្ឌសីមាព្រំដែនដោយសន្តិវិធីនិងការងារបោសសម្អាតមីនគោរពច្បាប់អន្តរជាតិនិងដោះលែងទាហានកម្ពុជាដែលត្រូវបានឃុំខ្លួនស្របតាមសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងអាស៊ានអូស្ត្រាលីក៏បានថ្លែងអំណរគុណដល់ក្រុមអ្នកអង្កេតការណ៍អាស៊ាន AOT ចំពោះតួនាទីដ៏សំខាន់និងកំពុងបន្តរបស់ពួកគេអូស្ត្រាលីព្រមទាំងជំរុញឲ្យកម្ពុជានិងសៀមចាត់វិធានការបន្ថែមទៀតដើម្បីសម្រេចឲ្យបាននូវសន្តិភាពប្រកបដោយយុត្តិធម៌និងយូរអង្វែងព្រមទាំងកាត់បន្ថយផលប៉ះពាល់ផ្នែកមនុស្សធម៌នៃចំនួននេះបាទប្រិមិត្តនេះគឺជាព័ត៌មានទី1ដែលចេញផ្សាយដោយ CNC ហើយជាព័ត៌មានបាទដែលជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអូស្ត្រាលីព័ត៌មានបន្តទៀតនេះគឺសេចក្តីថ្លែងការណ៍របស់ប្រទេសជប៉ុនបាទហើយព័ត៌មាននេះគឺចេញផ្សាយដោយសារព័ត៌មាន CNC ដែរបាទគឺជប៉ុនស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងសៀមនិងសង្ឃឹមយ៉ាងមុតមមថាកិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវអនុវត្តយ៉ាងពិតប្រាកដបាទនៅមុននេះបន្តិចអ្នកនាំពាក្យក្រសួងការបរទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងសៀមមួយនៅថ្ងៃទី27ខែធ្នូឆ្នាំ2025រដ្ឋមន្ត្រីការពារជាតិកម្ពុជានិងសៀមបានបើកកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅដោយផ្អែកទៅលើលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលថ្មីនេះហើយមានការប្រកាសថារដ្ឋមន្ត្រីការពារជាតិទាំងពីរបានឯកភាពទៅលើបទឈប់បាញ់ជាបន្ទាន់ប្រទេសជប៉ុនសូមសម្ដែងនូវការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះនិងសង្ឃឹមយ៉ាងមុតមមថាកិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវបានអនុវត្តយ៉ាងពិតប្រាកដទី2កាលពីដើមខែនេះការប៉ះទង្គិចយោធារវាងកម្ពុជានិងសៀមបានកើនឡើងម្ដងទៀតដែលបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសក្នុងនោះមានជនស៊ីវិលជនភៀសសឹកជាច្រើនរួមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសទាំងពីរសហគមន៍អន្តរជាតិរួមទាំងប្រទេសជប៉ុនបានជំរុញឲ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមានិងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនាទី3រដ្ឋាភិបាលជប៉ុនមានបំណងបន្តកិច្ចខិតខំប្រឹងប្រែងផ្សេងរួមទាំងសកម្មភាពការទូតដើម្បីជំរុញការកាត់បន្ថយភាពតានតឹងរួមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ផងដែរដោយសហការជាមួយប្រទេសពាក់ព័ន្ធរួមមានទាំងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសអាស៊ានបាទប្រិមិត្តនេះគឺជាព័ត៌មានទី2ពាក់ព័ន្ធជាមួយនឹងសារសាទរពីសំណាក់ប្រទេសជប៉ុនឯព័ត៌មានទី3គឺចេញផ្សាយដោយ CNC ដែរបាទគឺជាសារសាទរពីសហភាពអឺរ៉ុបបាទអ្នកនាំពាក្យសហភាពអឺរ៉ុបអបអរសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជាសៀមនិងគូបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចនៅក្នុងការផ្តល់ការគាំទ្រណាមួយជាចាំបាច់បាទនៅមុននេះបន្តិចលោក Anuel Enoni ជាអ្នកនាំពាក្យរបស់សហភាពអឺរ៉ុបដែលទទួលបន្ទុកកិច្ចការគោលនយោបាយការបរទេសនិងសន្តិសុខបានបង្ហោះសារនៅលើបណ្ដាញសង្គម X ដោយសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ដែលកម្ពុជានិងសៀមបានចុះហត្ថលេខានៅថ្ងៃទី27ខែធ្នូឆ្នាំ2025និងបានចូលជាធរមាននៅម៉ោង12ថ្ងៃត្រង់អ្នកនាំពាក្យរូបនេះក៏បានជំរុញឲ្យភាគីទាំងពីរបាទគឺកម្ពុជាហើយនិងសៀមអនុវត្តកិច្ចព្រមព្រៀងនេះឲ្យបានត្រឹមត្រូវនិងប្រកបទៅដោយភាពស្មោះត្រង់បន្ថែមពីនេះលោកក៏បានថ្លែងអំណរគុណដល់អាស៊ានសម្រាប់ការដើរតួនាទីយ៉ាងសំខាន់និងវិជ្ជមាននៅក្នុងការជួយឲ្យសម្រេចបាននូវលទ្ធផលពីបទឈប់បាញ់លោកបានគូបញ្ជាក់ដែរថាសហភាពអឺរ៉ុប
ត្រៀមខ្លួនរួចជាស្រេចនៅក្នុងការផ្ដល់ការគ្រប់គ្រងណាមួយដែលចាំបាច់ទៅដល់ភាគីទាំងពីរបាទប្រិមិត្តនេះគឺជាព័ត៌មានដែលបង្ហាញពីការសាទរពីសំណាក់មិត្តបរទេសដែលបានធ្វើការសាទរចំពោះកិច្ចព្រមព្រៀងបទជបាញ់អ្វីដែលជាគួរឲ្យការសោកស្ដាយប្រិមិត្តគឺការសាទរនេះគឺនៅក្រោយពេលដែលមានកិច្ចព្រមព្រៀងហើយនៅក្នុងអំឡុងពេលមានសង្គ្រាមបាទគឺពួកគាត់បាត់មុខអស់ហើយគឺអត់មានអ្នកណាមកជួយពន្លត់សង្គ្រាមទេបាទនេះគឺជារឿងដែលគួរឲ្យសោកស្ដាយជាទីបំផុតបាទប្រិមត្តយើងសូមបិទបញ្ចប់នៅព័ត៌មានត្រឹមប៉ុណ្ណេះសិនហើយយើងនឹងមានព័ត៌មានល្អៗគួរជាទីចាប់អារម្មណ៍ជាបន្តបន្ទាប់ទៀត